នេះបងប្អូនយកប្រពន្ធឡើងម៉ាស៊ីនមេតាវេវលើកទី2ឃើញថាគាត់គ្រាន់មែនតើតាំងពីបានប្រើម៉ាស៊ីនមេតាវេវនឹងបិទបន្ទះទេរ៉ាហឺតនឹងមកហើយនឹង screen បាទធ្វើឲ្យសាច់គាត់ឡើងថ្លាឡើងវិញបងប្អូនហើយកាលវគ្គមុនអត់ទាន់បានឡើងម៉ាស៊ីនហ្នឹងបងប្អូនបានឃើញសាច់ឈាមគាត់ស្លេកខ្លាំងអានេះវគ្គទី2ហើយដែលគាត់បានឡើងហើយឃើញថាសាច់ឈាមគាត់ស្រស់ថ្លាបាទគាត់គូស្បើយបាន80%បងប្អូនបាទនេះខ្ញុំលើកទី2ហើយលើកទី1បងប្អូនឃើញរូបភាពគាត់ឡើងស្លេកខ្លាំងអត់ឈាមបាទនឹងគាត់ពោពេញទៅដោយជំងឺច្រើនតែឥឡូវបានឡើងមួយលើកឥឡូវចូលដល់លើកទី2ឃើញថាសាច់ឈាមគាត់ងើបបុកតិចបាទហ្នឹងហើយ selfie friend មួយអូខេឥឡូវគាត់ស្រស់ថ្លាហើយបងប្អូនពីមុនអត់ទេបងប្អូនបាទអរគុណ